ពុទ្ធជាម្ចាំងត្រាស់សំដែងថាបុណ្យទាំងខែណានពទានប្រពៃលក្ខគោលសំស្របប្រកបអង្គបីដែលមានអត្ថន័យពិតដូចឆ្នាំងថាទីមួយត្រូវធ្វើលឿនអ្នកមានសិលអត់មានមុនទៅសើមកចិនដាសំដៅដល់សង្ឃឧបាសិកាអ្នកមានសីលាបរិសុទ្ធថ្កើងថ្កាទីពីរកូនចៅត្រូវមានវត្តមានក្នុងការធ្វើទានឥតមានខកខានឧទ្ទិសដោយផ្ទាល់ស្គាល់ញាតិសន្តានដែលបានចែកឋានកាន់បរលោកនេះចុងក្រោយអ្នកស្លាប់ចាប់កំណើតថ្មីត្រេកអរហាងរទេសាមនោះរីករាយទទួលយកទានកូនចៅទាំងឡាយដែលឧទ្ទិសថ្វាយដោយញាតិគ្រប់ប្រាទីពីរកូនចៅ